បាទជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទ Cyber នៅក្នុងល្ងាចម៉ោង 5:40 នាទីក្នុងថ្ងៃទី5ខែកុម្ភៈឆ្នាំ 2026 បាទបងប្អូននៅក្នុងល្ងាចនេះខ្ញុំមកធ្វើការអាប់ដេតទៅលើព័ត៌មានដែលសំខាន់មួយចំនួនដែលចេញនៅក្នុងថ្ងៃសុក្រត្រូវនឹងថ្ងៃទី6ថ្ងៃស្អែកនេះហើយព័ត៌មាននោះវាតែងតែនឹងជះឥទ្ធិពលខ្លាំងទៅដល់តម្លៃហាងឆេងមាសអាចនឹងធ្វើឲ្យមាសមានការឡើងថ្លៃខ្លាំងឬក៏អាចនឹងបន្តចុះថោកខ្លាំងវិញប៉ុន្តែគ្រាន់តែយើងឃើញថាតម្លៃហាងឆេងមាសវាបានធ្លាក់ជាង 1000 លេខទៅហើយតាំងពីថ្ងៃទី29ខែមករាមកដល់ថ្ងៃទី2ខែកុម្ភៈបងប្អូនបាទតារយៈពេល 3-4 ថ្ងៃទេជាង 1000 លេខមកក្រោមរួចរាល់ទៅហើយអញ្ចឹងថាតើវាអាចនឹងឡើងថ្លៃទៅលើវិញដែរទេលុះត្រាតែមានព័ត៌មាន breaking news ណាមួយដែលសំខាន់វាចេញមកទើបវាជំរុញឲ្យតម្លៃហាងឆេងមាសនឹងមានការឡើងថ្លៃដូច្នេះហើយទើបនៅក្នុងល្ងាចនេះខ្ញុំមកធ្វើការវិភាគតម្លៃហាងឆេងមាសនិងមាសគីឡូជូនដល់បងប្អូនទាំងអស់គ្នាក៏ដូចជាការអាប់ដេតទៅលើព័ត៌មានទាំងអស់នេះជូនដល់បងប្អូនផងដែរបាទអញ្ចឹងបងប្អូនទាំងអស់គ្នាបាទយើងឃើញថាតម្លៃហាងឆេងមាសបច្ចុប្បន្ននៅក្នុងស្មើនេះគឺមួយអោនគឺមានតម្លៃប្រមាណ $4,865 នៅក្នុងមួយអោនទេបងប្អូនណាបាទហើយបើគិតជាតម្លឹងហ្នឹងក្នុងមួយតម្លឹងវាខ្ទង់$5,800អីតែប៉ុណ្្នឹងទេបាទខ្ទង់$5,800នៅក្នុងមួយតម្លឹងមាសបាទតែបើទីផ្សារខាងក្រៅគេអាចលក់ជូនបងប្អូននៅក្នុងតម្លៃប្រមាណ$6,080ក្នុងមួយតម្លឹងណាបងប្អូនបាទមានន័យថាគេលក់ថ្លៃជាងក្នុងហាងឆេងរបស់យើងបាទអញ្ចឹងបងប្អូនតើតើទៅលើតម្លៃហាងឆេងមាសនេះអ្វីដែលជំរុញឲ្យមាសមានការប្រែប្រួលនោះគឺទី1តើតើទៅព័ត៌មានទិន្នន័យសេដ្ឋកិច្ចអាមេរិកអញ្ចឹងនៅក្នុងថ្ងៃទី5នេះម៉ោង8កន្លះយប់នេះមានព័ត៌មានសំខាន់មួយបាទនៅគឺតើតើទៅលើ unemployment claim បាទអញ្ចឹង unemployment claim នេះគឺនឹងចេញនៅក្នុងយប់នេះហើយចំពោះការព្យាករទុកមុនហ្នឹងគឺមានការកើនឡើងប៉ុន្តែមានការកើនឡើងបែបនេះគឺអត់ល្អទេបងប្អូនពី 209k មក 212k បាទអញ្ចឹងកើនឡើងខ្ទង់ 3k ប៉ុន្តែបញ្ជាក់ទៅគឺអត់ល្អទេនឹងបើសិនមកចេញមកលទ្ធផលជាក់ស្ដែងដូចទៅនឹងព័ត៌មាន unemployment claim បាទចំណែកឯម៉ោង10ក៏មានព័ត៌មានមួយទៀតដែរពីខាងសហរដ្ឋអាមេរិកគឺតាក់ទងទៅលើ job opening បាទប៉ុន្តែគេអត់បង្ហាញទិន្នន័យទេបងប្អូនណាបាទអញ្ចឹងយើងសំខាន់យើងនៅម៉ោង8កន្លះយប់នេះតាក់ទងទៅលើ unemployment claim បងប្អូនណាបាទព័ត៌មានហ្នឹងកាលណាចេញមកវានឹង affect ទៅដល់ហាងឆេងមាសយើងខ្លះៗដែរបាទចំណែកថ្ងៃស្អែកថ្ងៃទី6ក៏មានព័ត៌មានសំខាន់មួយដែរនៅម៉ោង7ព្រឹកបាទអញ្ចឹងម៉ោង7ព្រឹកនេះបងប្អូនបាទម៉ោង7ព្រឹកនេះស្អែកនេះគឺមានព័ត៌មានសំខាន់គឺលោក Donald Trump គាត់ចេញមកនិយាយបាទនេះគឺជាព័ត៌មានមួយដែលសំខាន់អញ្ចឹងថ្ងៃស្អែកថ្ងៃសុក្រទី6ហ្នឹងគឺមានព័ត៌មានសំខាន់មួយដូចខ្ញុំជម្រាបជូនមកអញ្ចឹងនោះគឺការចរចាគ្នារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនៅក្នុងប្រទេសទូគីបាទទីក្រុងគីស្តង់បុលបាទទីក្រុងគីស្តង់បុលនៃប្រទេសទូគីហ្នឹងអញ្ចឹងយើងដឹងថាតកតើងទៅលើលក្ខខណ្ឌ4ចំណុចដែលខ្ញុំតែងតែជម្រាបជូនបងប្អូនកន្លងមកដែលខាងអ៊ីស្រាអែលបានឲ្យអាមេរិកមកចរចាជាមួយនឹងខាងអ៊ីរ៉ង់លើកហេតុផល4លក្ខខណ្ឌដើម្បីឲ្យអ៊ីរ៉ង់ទទួលយកបើសិនបើអ៊ីរ៉ង់ទទួលយកมันមានសង្គ្រាមណាមួយនៅក្នុងទឹកដីអ៊ីរ៉ង់ឬក៏มันមានការផ្ដួលរំលំរបបទឹកនាំរដ្ឋសាសនាអ៊ីស្លាមរបស់លោកអាយ៉ាតុលឡាអាលីកាម៉ាណេនឹងផងដែរมันមានទេនឹងបើសិនបើអ៊ីរ៉ង់ទទួលយកអញ្ចឹងលក្ខខណ្ឌទី1ដូចខ្ញុំជម្រាបជូនបងប្អូនកន្លងមកតកតើងទៅការឲ្យអ៊ីរ៉ង់បញ្ឈប់មហិច្ឆតាផលិតគ្រាប់បែកនុយក្លេអ៊ែរបល័យលោកបាទដែលយើងដឹងកន្លងមកដែលថាអ៊ីរ៉ង់តែងតែព្យាយាមផលិតសារធាតុអ៊ុរ៉េញ៉ូមហ្នឹងបាទដើម្បីយកទៅផលិតណាបាទទី2តកតើងទៅលើការឲ្យអ៊ីរ៉ង់បញ្ឈប់ការផលិតមីស៊ីលបាញ់ឆ្លងប្រទេសបានឬក៏មីស៊ីលអន្តរទ្វីបហ្នឹងបាទទី3តកតើងទៅលើឲ្យអ៊ីរ៉ង់បញ្ឈប់ការធ្វើទីរនកម្មទៅលើក្រុមបាតកោបាទទី4ឲ្យអ៊ីរ៉ង់បញ្ឈប់គ្រប់គ្រងក្រុមសកម្មយុទ្ធទាំងអស់នៅក្នុងតំបន់មជ្ឈមបូព៌ាដែលគេចោទថាអ៊ីរ៉ង់ជាមេគេថាមេដែលជាអ្នកគិតគង់ទៅលើក្រុមសកម្មយុទ្ធទាំងអស់ហ្នឹងបងប្អូនបាទអញ្ចឹងការជួបគ្នានៅក្នុងថ្ងៃស្អែកគឺនឹងលើកហេតុផលទាំង4ចំណុចហ្នឹងពីខាងអ៊ីរ៉ង់សំទោសពីខាងអ៊ីស្រាអែលនិងខាងសហរដ្ឋអាមេរិកដើម្បីឲ្យអ៊ីរ៉ង់ទទួលយកជាដាច់ខាតអ៊ីរ៉ង់ត្រូវតែទទួលយកបាទប៉ុន្តែនៅក្នុងនោះ
ប្រធានាធិបតីបាទរបស់ប្រទេសអ៊ីរ៉ង់ហ្នឹងបាទអញ្ចឹងប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់តេតើទៅលើចំណុចទី1ដែលថាបញ្ឈប់ការផលិតសារធាតុអ៊ុយរ៉ាញ៉ូមឬក៏បញ្ឈប់ក្របបែកនុយក្លេអ៊ែរហ្នឹងផលិតហ្នឹងគឺអាចធ្វើបានប៉ុន្តែអ៊ីរ៉ង់មិនអាចបញ្ឈប់ការផលិតមីស៊ីលអន្តរជាតិបានទេដោយសារតែលើកហេតុផលថាមីស៊ីលអន្តរជាតិនេះហើយគឺជាខែលការពារប្រទេសអ៊ីរ៉ង់ជៀសវាងករណីណាមួយដែលប្រចាំមុខដូចជាអ៊ីស្រាអែលអីជាដើមយើងដឹងថាបើសិនបើអ៊ីស្រាអែលបាញ់មកគឺអ៊ីរ៉ង់គេមានមីស៊ីលទាំងអស់ហ្នឹងដើម្បីការពារឬក៏ទប់ទល់អីទៅវិញចឹងទៅបងប្អូនណាបាទហើយយើងដឹងថាកាលពីឆ្នាំ2025អ៊ីរ៉ង់និងអ៊ីស្រាអែលគឺបាញ់មីស៊ីលដាក់គ្នាស្រោចដាក់គ្នាឆ្លងកាត់ប្រទេសអ៊ីរ៉ាក់ទៅវិញទៅមកអីចឹងបងប្អូនបាទអញ្ចឹងបើសិនបើអ៊ីរ៉ង់យល់ព្រមកិច្ចព្រមព្រៀងនៅក្នុងចំណុចលក្ខខណ្ឌទី2ដែលថាបញ្ចប់ការមិនផលិតក្របមីស៊ីលខ្ញុំគិតថាអ៊ីរ៉ង់ទៅថ្ងៃខាងមុខក៏អាចនឹងប្រឈមមុខទៅនឹងហានិភ័យផងដែរបាទប្រឈមមុខក៏មិនបងប្អូនរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលគឺថាសត្រូវតពូជនឹងគ្នាបងប្អូនបាទអញ្ចឹងបើសិនបើអ៊ីរ៉ង់គាត់បញ្ឈប់ការផលិតមីស៊ីលលុះត្រាតែអ៊ីស្រាអែលគាត់ឈប់ផលិតមីស៊ីលឬក៏ឈប់ទិញអាវុធពីអាមេរិកអីចឹងដែរហ្នឹងអាចទៅរួចប៉ុន្តែខ្ញុំមើលទៅមិនអាចទៅរួចបានទេបាទហើយលក្ខខណ្ឌទី3ឈប់ធ្វើបាបក្រុមបាតកោឬក៏ឈប់កាត់ទោសប្រហារជីវិតឬក៏ចំណុចទី4ឈប់គ្រប់គ្រងក្រុមសកម្មយុទ្ធផ្សេងៗខ្ញុំថាចំណុចទាំងនេះអ៊ីរ៉ង់អាចធ្វើបានបាទអ៊ីរ៉ង់អាចធ្វើបានប៉ុន្តែចំណុចទី2ខ្ញុំថាអ៊ីរ៉ង់មិនអាចធ្វើបានជាដាច់ខាតបងប្អូនបាទបើសិនបើអ៊ីរ៉ង់អាចធ្វើបាននៅចំណុចទី2ឈប់ផលិតគ្រាប់មីស៊ីលខ្ញុំគិតថាអ៊ីរ៉ង់ដូចប្រៀបបាននឹងកាច់ធ្មង់ខ្លួនឯងពិបាកអញ្ចឹងបាទកាច់ធ្មង់ខ្លួនឯងពិបាកអញ្ចឹងហើយនៅក្នុងតំបន់មជ្ឈមបូព៌ាយើងដឹងហើយបាទគឺសុទ្ធសឹងតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកហើយមានមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈមបូព៌ាក៏ច្រើនដូចជានៅលើទឹកដីកាតាអីជាដើមបងប្អូនបាទនៅលើទឹកដីកាតាអីជាដើមហ្នឹងក៏មានមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកនឹងដែរអញ្ចឹងសួរថាតើអ៊ីរ៉ង់ព្រមអត់អ៊ីរ៉ង់ព្រមបញ្ឈប់ការផលិតគ្រាប់មីស៊ីលអន្តរជាតិនឹងអត់ខ្ញុំគិតថាអ៊ីរ៉ង់មិនអាចបញ្ឈប់ទេដោយសារតែនៅក្នុងតំបន់មជ្ឈមបូព៌ាមានមូលដ្ឋានកងទ័ពអាមេរិកជាច្រើនហើយនៅក្នុងនោះក៏មានអ៊ីស្រាអែលដែលជាដៃគូគេថាសត្រូវតត្រកូលជាមួយនឹងគ្នាទៀតអញ្ចឹងខ្ញុំថាអ៊ីរ៉ង់គឺប្រឈមមុខប្រសិនបើអត់មានគ្រាប់មីស៊ីលដូច្នេះអ៊ីរ៉ង់មិនអាចយល់ព្រមបានទេអញ្ចឹងបើសិនបើអ៊ីរ៉ង់ថ្ងៃស្អែកនេះមិនអាចយល់ព្រមបានទៅលើការបញ្ឈប់គ្រាប់មីស៊ីលមិនអាចទទួលយកការបញ្ឈប់ផលិតគ្រាប់មីស៊ីលបានទេខ្ញុំគិតថាសង្គ្រាមអាចនឹងកើតឡើងភ្លាមនៅថ្ងៃចុងសប្តាហ៍នេះតែម្ដងហើយលោក Donald Trump គាត់មានប្រសាសន៍ហើយថាការអស់បន្លាយពេលធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ហ្នឹងគឺអស់បន្លាយពេលយូរហើយអញ្ចឹងខ្ញុំគិតថាថ្ងៃស្អែកនេះបើសិនបើការចរចាគ្នានៅក្នុងប្រទេសទូគីទីក្រុងគីសង់ប៊ូលនឹងមិនត្រូវទេខ្ញុំថាសង្គ្រាមនឹងផ្ទុះបងប្អូនបាទអញ្ចឹងពេលណាដែលសង្គ្រាមនឹងផ្ទុះពេលនោះហើយវានឹងជំរុញឲ្យតម្លៃហាងឆេងមាសយើងនឹងមានការឡើងថ្លៃនៅថ្ងៃចុងសប្តាហ៍នេះតែម្ដងបងប្អូនបាទជាពិសេសថ្ងៃសៅរ៍ថ្ងៃអាទិត្យវានឹងជំរុញឲ្យតម្លៃហាងឆេងមាសនឹងមានការឡើងថ្លៃអញ្ចឹងសួរថាតើតម្លៃហាងឆេងមាសនៅពេលណាដែលវាឡើងថ្លៃតើវាអាចនឹងឡើងថ្លៃទៅដល់កម្រិតណាបាទអញ្ចឹងតម្លៃហាងឆេងមាសឡើងថ្លៃខ្ញុំគិតថាទី1វាអាចនឹងឡើងមករកតម្លៃហាយចាស់វិញបាទអញ្ចឹងសួរថាតើតម្លៃហាយចាស់នៃតម្លៃហាងឆេងមាសវាស្ថិតនៅក្នុងតម្លៃណាបាទអញ្ចឹងតម្លៃហាយចាស់នៃតម្លៃហាងឆេងមាសទី1គឺ1អោន$5,600បើគិតជាតម្លឹងវាស្មើនឹងប្រមាណ$6,700ក្នុងមួយតម្លឹងអីប៉ុណ្ណឹងបងប្អូនបាទហ្នឹងជាតម្លៃដែលធ្លាប់ឡើងទៅដល់កាលពីថ្ងៃទី29ពេលព្រឹកអីហ្នឹងបាទគឺវាឡើងទៅដល់តម្លៃទាំងអស់ហ្នឹងបាទគឺឡើងថ្លៃមែនទែនអញ្ចឹងនៅពេលណាដែលបើសិនបើការចរចារវាងអាមេរិកនិងអ៊ីរ៉ង់មិនត្រូវគ្នានៅក្នុងថ្ងៃស្អែកបងប្អូនណាបាទនៅក្នុងថ្ងៃស្អែកវានឹងជះឥទ្ធិពលមកដល់ទីផ្សារហាងឆេងមាសអន្តរជាតិរបស់យើងនឹងជំរុញឲ្យតម្លៃហាងឆេងមាសនឹងមានការឡើងថ្លៃទី1មករកតម្លៃហាយចាស់បាទទី2នឹងបន្តមករកតម្លៃប្រមាណ$6,000ក្នុងមួយអោនឬក៏$7,400ក្នុងមួយតម្លឹងក៏ថាបានដែរអញ្ចឹងយើងចាំអ៊ុតមើលការប្រជុំនៅក្នុងថ្ងៃស្អែកនៅទីក្រុងគីស្តង់ប៊ុលនៃប្រទេសទូគីបងប្អូនអរគ្នាវាជាកិច្ចចរចាដ៏សំខាន់មួយរវាងអាមេរិកនិងអ៊ីរ៉ង់បាទហើយបើសង្គ្រាមនៅលើទឹកដីអ៊ីរ៉ង់ដែលអាមេរិកអង់គ្លេសនិងអ៊ីស្រាអែលកំពុងតែត្រៀមខ្លួនណាត្រៀមខ្លួនបើសិនមកចរចាថ្ងៃស្អែកមិនត្រូវថានឹងទៅវាយវានឹងជះឥទ្ធិពលក្របដណ្ដប់ទៅលើដែនដីតំបន់មជ្ឈមបូព៌ាមិនល្អទាំងអស់តែម្ដងជាពិសេស
រាល់បណ្ដាប្រទេសដែលនៅជាប់សមុទ្រគេថាសមុទ្រ Persian បាទនៅក្នុងសមុទ្រ Persian ដូចជាប្រទេសកាតាអ៊ីមីរ៉េតអារ៉ាប់អ៊ីមីរ៉េតអីហ្នឹងគឺនឹងមានផលប៉ះពាល់ប្រទេសកេនយ៉ាគុយបាអីទាំងអស់ហ្នឹងបងប្អូនបាទវានឹងមានរឿងផលប៉ះពាល់ដោយសារតែតំបន់ហ្នឹងរាល់ការដឹកនាំផលិតផលធំចេញមកច្រកអន្តរជាតិឬក៏ទៅលើជំវិញពិភពលោកគឺគេត្រូវការមកតាមសមុទ្រ Persian ហើយចេញមកតាមច្រកសមុទ្រអូម៉ង់បាទអញ្ចឹងច្រកសមុទ្រអូម៉ង់ហ្នឹងឯងគឺជាច្រកសមុទ្រដែលជាកម្មសិទ្ធិរបស់ប្រទេសអ៊ីរ៉ង់បាទជាកម្មសិទ្ធិរបស់ប្រទេសអ៊ីរ៉ង់អញ្ចឹងសិនបើមានសង្គ្រាមអ៊ីរ៉ង់បិទច្រកសមុទ្រអូម៉ង់ហ្នឹងអញ្ចឹងរាល់បណ្ដាប្រទេសនៅក្នុងតំបន់មជ្ឈមបូព៌ាហ្នឹងគឺត្រូវបានរាំងស្ទះសេដ្ឋកិច្ចជួបនៅបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំងតែម្ដងបាទអញ្ចឹងលោកដូណាល់ត្រាំគាត់ត្រូវគិតដែរបាទបើសិនបើអ៊ីរ៉ង់គាត់ទទួលយកការចរចាហ្នឹងអត់អីទេបាទចុះកិច្ចសន្យាគ្នាទៅតែបើមិនទទួលយកកិច្ចចរចាក្នុងលក្ខខណ្ឌណាមួយទេសង្គ្រាមនឹងទុះប៉ុន្តែវាពិបាកចេះបងប្អូនបាទបើសិនបើអ៊ីរ៉ង់គាត់ដូចខ្ញុំជំរាបជូនអញ្ចឹងបើសិនបើគាត់បញ្ឈប់រាល់ការផលិតមីស៊ីលអីហ្នឹងគាត់នឹងអត់មានឥទ្ធិពលទៅលើតំបន់មជ្ឈមបូព៌ាទេមានន័យថាពីណាចង់រករឿងគាត់ក៏បានដែរហើយមានការគម្រាមកំហែងពីកងទ័ពអាមេរិកជានិច្ចដោយសារកងទ័ពអាមេរិកដូចជានៅកាតាអីក៏គេមានមូលដ្ឋានកងទ័ពអាមេរិកនៅលើនឹងដែរហើយដូចជាអ៊ីស្រាអែលជាដើមអញ្ចឹងខ្ញុំគិតថាអ៊ីរ៉ង់គាត់ត្រូវតែមានក្របបែកត្រូវតែមានមីស៊ីលបាទហើយបច្ចុប្បន្នហ្នឹងគឺឥឡូវនេះគាត់បានមានថាប្រមុខដឹកនាំប្រទេសអ៊ីរ៉ង់ហ្នឹងបានបញ្ជាឲ្យខាងតាហ៊ានអីហ្នឹងបានគេថារាយក្របការពារដែនអាកាសហើយបាទមីស៊ីលការពារដែនអាកាសហ្នឹងដូចជា S300 និង S400 បាទដែលទទួលបានពីរុស្ស៊ីមកបាទអញ្ចឹងបានរៀបចំដំឡើងរួចរាល់ទៅតាមមូលដ្ឋានយោធារួចរាល់អស់ទៅហើយជិះវៀងក្នុងករណីថ្ងៃស្អែកបើសិនចរចាអីមិនត្រូវមានការវាយប្រហារតាមដែនអាកាសពីសហរដ្ឋអាមេរិកឬក៏អ៊ីស្រាអែលឬក៏អង់គ្លេសអីជាដើមហ្នឹងដែលយើងដឹងថាអង់គ្លេសបានបញ្ជូននាវាយន្តហោះចម្បាំងទៅដល់ប្រទេសកាតាតាំងពីសប្តាហ៍មុនបាទបញ្ជូនយន្តហោះចម្បាំងដើម្បីត្រៀមចូលជួយសហរដ្ឋអាមេរិកអញ្ចឹងគឺឥឡូវនេះអ៊ីរ៉ង់បានត្រៀមបាទមីស៊ីលការពារដែនអាកាសរួចរាល់ហើយបើសិនបើបញ្ជូនមិនត្រូវពួកនោះបញ្ជូនយន្តហោះមកវាយគាត់នឹងបាញ់ការពារតែម្ដងបាទអញ្ចឹងនេះគឺជាព័ត៌មានមួយដែលសំខាន់សម្រាប់បងប្អូនយើងតាមដានបាទគណៈពើដាមាសបច្ចុប្បន្ននៅតម្លៃត្រឹមតែ 4882 ឬក៏មកតម្លឹងត្រឹមតែបុកខ្នាតអន្តរជាតិគិតតែមកគិតជាតម្លឹងត្រឹមតែ 5600 5700អីតែប៉ុណ្្នឹងទេគ្រាន់តែទីផ្សារខាងក្រៅគេលក់ថ្លៃជាងបាទលក់ថ្លៃជាងខ្លាំងមែនទែនបាទបងប្អូននេះគឺជាព័ត៌មានដ៏រសើបមួយសម្រាប់ទីផ្សារហាងឆេងអន្តរជាតិនៅលើពិភពលោកហើយខ្ញុំគាត់ថាជុំវិញពិភពលោកក៏គេកលេចមកមើលការចរចាគ្នានៅក្នុងថ្ងៃស្អែកដែរបាទហើយសម្រាប់អ្នកកក់ហាងឆេងមាសតាមប្រព័ន្ធធនាគារនៅក្នុងទូរស័ព្ទដៃដែលអាចជួញដូរបាន24ម៉ោងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហ្នឹងខ្ញុំគាត់ថាបងប្អូនព្យាយាមទិញបងប្អូនព្យាយាមបាយទៅសម្រាប់បងប្អូនមាសគីឡូបងប្អូនបើទិញឥឡូវបានម៉ោង7:06នេះថាម៉ោង6ចុះបងប្អូនអាចកក់បានបងប្អូនទិញទុកទៅដោយសារតែយើងសំអាងទៅលើព័ត៌មានបងប្អូនបាទហើយព័ត៌មាននេះភាគរយច្រើនខ្ញុំគាត់ថាអ៊ីរ៉ង់គាត់មិនអាចទទួលយកលក្ខខណ្ឌនឹងបានទេបងប្អូនបាទមិនអាចទទួលយកលក្ខខណ្ឌនឹងបានទេសូម្បីតែខ្ញុំបើសិនបើខ្ញុំជាមេដឹកនាំអ៊ីរ៉ង់ក៏ខ្ញុំមិនអាចទទួលយកលក្ខខណ្ឌនឹងបានដែរបើសិនបើទទួលយកលក្ខខណ្ឌហ្នឹងមិនយូរឆាប់ទេមេដឹកនាំរបបដឹកនាំនៅអ៊ីរ៉ង់នឹងដួលរលំហើយនឹងផ្លាស់ប្ដូររបបថ្មីចូលមកជំនួសបាទអញ្ចឹងខ្ញុំគាត់ថារបបដឹកនាំនៅអ៊ីរ៉ង់មេធំគឺលោកអាយ៉ាតុលឡាអាលីកាម៉ាណេខ្ញុំគាត់ថាគាត់មិនយល់ព្រមទេបាទមិនយល់ព្រមទេបាទអញ្ចឹងខ្ញុំថាសង្គ្រាមអាចនឹងកើតឡើងបងប្អូនបាទសង្គ្រាមអាចនឹងកើតឡើងហើយសង្គ្រាមអាចនឹងកើតឡើងនេះបាទទី1អាចនឹងអស់រយៈពេលយូរបាទដោយសារតែសង្គ្រាមនៅក្នុងតំបន់មជ្ឈមបូព៌ាអ៊ីរ៉ង់គឺជាប្រទេសមួយដែលគេថាមានសភាវុធទំនើបជាច្រើនដែរបាទដូចកាលផ្លោងមីស៊ីលដាក់អ៊ីស្រាអែលបាទអ៊ីស្រាអែលតែងតែផ្លោងមីស៊ីលផងយន្តហោះផងដាក់ទៅអ៊ីរ៉ង់នៅពេលណាដែលអ៊ីរ៉ង់តដៃមកវិញអ៊ីស្រាអែលទប់លែងចង់ឈ្នះបងប្អូនបាទអ៊ីស្រាអែលទប់អត់ចង់ឈ្នះទេមានថាមីស៊ីលអ៊ីរ៉ង់គឺខ្លាំងហើយគេថាកោច្រើនណាបាទបាញ់ស្រោចមកលើអ៊ីស្រាអែលតែម្ដងអញ្ចឹងប្រព័ន្ធការពារអ៊ីរ៉ង់អ៊ីស្រាអែលក៏មិនអាចទៅទប់ទល់អីឈ្នះនឹងដែរបើសិនបើអាមេរិកមិនចូលមកអន្តរាគមន៍ឲ្យបញ្ឈប់សង្គ្រាមរយៈពេល12ថ្ងៃនឹងតណាខ្ញុំគាត់ថាអ៊ីស្រាអែលក៏រងគ្រោះធ្ងន់ពីមីស៊ីលរបស់អ៊ីរ៉ង់ផងដែរបាទអញ្ចឹងបងប្អូនឥឡូវចំពោះទីផ្សារហាងឆេងមាសឯកទៅលើព័ត៌មានខ្ញុំគិតថាយើងគិតថាគួរតែបាយបាទដោយសារតែភាគរយច្រើនមែនទែនខ្ញុំគិតថាมันអាចទទួលយកលក្ខខណ្ឌនេះបានទេបាទអញ្ចឹងប្រសិនបើសង្គ្រាមនេះផ្ទុះថ្ងៃចុងសប្តាហ៍ថ្ងៃសៅរ៍និងថ្ងៃអាទិត្យវានឹងជំរុញឲ្យហាងឆេងមាស
ដូចអ្វីដែលខ្ញុំវិភាគហ្នឹងនឹងមានការឡើងថ្លៃ$4,500នៅក្នុងមួយអោនឬក៏លើសនឹងទៀតមកលើវិញបាទអញ្ចឹងគណៈបច្ចុប្បន្ននេះខ្ញុំគិតថាបងប្អូនអាច buy now បានបាទអញ្ចឹងចំពោះបងប្អូនក៏ហាងឆេងមាសតាមប្រព័ន្ធធនាគារបងប្អូនណាបាទបងប្អូនអាចធ្វើការ buy now បានក៏កំណត់ទំហំមាសបងប្អូន buy now ទៅបងប្អូនណាបាទអញ្ចឹង buy now គឺនៅតម្លៃប្រហែល$4,774បាទ$4,700សំទោស$4,873បាទ7374ហ្នឹងបាទពីប្រែប្រួលចុះឡើងហ្នឹងបាទ$4,874ចំណែក take profit បាទ take profit បងប្អូនដាក់នៅ$4,800ដាក់$4,850បាទ stop loss បងប្អូនបាទ stop loss បងប្អូនដាក់នៅ$4,850បាទអញ្ចឹងដាក់23លេខបងប្អូនណាបាទដាក់23លេខបាទឯ take profit បាទ take profit ខ្ញុំដាក់នៅ$5,000គត់តម្លៃបងប្អូនណាបាទតម្លៃហាងឆេងបាទដាក់នៅ take profit គឺដាក់នៅ$5,000គត់អញ្ចឹងបើសិនបើមួយ lot size ដែលបងប្អូនចូល buy now នៅតម្លៃ$4,873បើសិនបើចុះមកប៉ះ stop loss មួយ lot ហ្នឹងខាតត្រឹមតែ$2,300ទេហើយបងប្អូនកុំគិតថា$2,300ហ្នឹងខាតច្រើនអត់ទេដោយសារទីផ្សារហាងឆេងនេះមូមួយថ្ងៃ4-500លេខឬក៏មួយផ្លិតហ្នឹង2-300លេខទៅហើយតែបើសិនវាឡើងមកប៉ះ take profit បាទបើសិនបើវាឡើងមកប៉ះ take profit នៅតម្លៃ$5,000អញ្ចឹងមានន័យថាយើងចំណេញប្រហែលច្រើនដែរបងប្អូនខ្ទង់23,000បាទខ្ទង់$23,000នោះបាទគឺច្រើនបាទ23,300ផងបងប្អូននេះបាទណាបាទ23,000បាទចំណេញខ្ទង់23,000ហ្នឹងផ្សិនមកឡើងពីចំណុចbuy nowឡើងមកប៉ះ take profit បងប្អូនណាបាទនេះគឺជាឱកាសចំណេញមួយនៃទីផ្សារហាងឆេងអន្តរជាតិដែលបងប្អូនគួរចាប់អារម្មណ៍ទៅលើការជួញដូរតម្លៃរបស់វាបាទចឹងបងប្អូនចំពោះការអាប់ដេតទៅលើព័ត៌មានហាងឆេងបាទមាសនៅក្នុងថ្ងៃនេះខ្ញុំជម្រាបជូនប៉ុណ្ណឹងក៏ដូចជាទៅលើភូមិសាស្ត្រនយោបាយអញ្ចឹងយើងចាំមើលថ្ងៃស្អែកថ្ងៃសុក្របងប្អូនថ្ងៃស្អែកនេះគឺជាព័ត៌មានដែលសំខាន់នឹងជាឥទ្ធិពលទៅដល់ទីផ្សារហាងឆេងមាសអន្តរជាតិរបស់យើងបើសិនបាទអ៊ីរ៉ង់គាត់ទទួលយកលក្ខខណ្ឌទាំងអស់ហ្នឹងមាសធ្លាក់ចុះតែបើមិនទទួលយកទេសង្គ្រាមកាត់ឡើងមាននឹងឡើងថ្លៃប៉ុន្តែសួរថាតើអ៊ីរ៉ង់គាត់ទទួលយកដែរឬទេគាត់ខ្លាចសង្គ្រាមដែរឬទេខ្ញុំគិតថាអ៊ីរ៉ង់គាត់មិនខ្លាចសង្គ្រាមទេហេតុផលអ្វីយើងមើលតែក្រុមបាតកោនាំគ្នាបាតកោទូទាំង31ខេត្តក្រុងនៃប្រទេសអ៊ីរ៉ង់សម្រាប់មនុស្សអស់រាប់ម៉ឺនរាប់សែននាក់ចាប់ឃុំខ្លួនជាង30,000នាក់បងប្អូនណាបាទជាប់គាត់ចាប់ឃុំខ្លួនជាង30,000នាក់ហើយស្លាប់ក៏ខ្ទង់រាប់សែននាក់ដូចគ្នាដែលប្រជាជនអ៊ីរ៉ង់ស្លាប់អញ្ចឹងសួរថាគ្រាន់តែសង្គ្រាមជាមួយអាមេរិកជាមួយអ៊ីស្រាអែលសួរថាអ៊ីរ៉ង់ខ្លាចដែរឬទេក្នុងចំណុចហេតុផលត្រង់នេះខ្ញុំគិតថាអ៊ីរ៉ង់គាត់មិនខ្លាចទេដើម្បីការពាររបបដឹកនាំគាត់ខ្ញុំគិតថាអ៊ីរ៉ង់មិនខ្លាចទេអញ្ចឹងបើសិនបើអ៊ីរ៉ង់មិនខ្លាចសង្គ្រាមកើតឡើងនោះហើយវានឹងរុញឲ្យមាសអន្តរជាតិរបស់យើងនៅតែបន្តមានឱកាសឡើងថ្លៃមកលើវិញបងប្អូនណាបាទនៅតែបន្តមានឱកាសឡើងថ្លៃមកវិញនេះគឺជាអ្វីដែលខ្ញុំចង់ជម្រាបជូនបងប្អូនក្នុងខណៈពេលឥឡូវនេះតែម្ដងបងប្អូនអរគ្នាណាបាទបងវ៉ាន់លីកាគាត់សួរថាស្អែកម៉ោង10ថ្ងៃឬក៏ម៉ោង10យប់ខ្ញុំគិតថាម៉ោង10យប់វិញបងបាទប្រហែលជាខ្ទង់ម៉ោង10យប់ស្អែកហ្នឹងណាបាទម៉ោង10យប់នៅក្នុងប្រទេសកម្ពុជាបាទអញ្ចឹងបើសិនបើមិនត្រូវទេឈានចូលថ្ងៃអាទិត្យអាចនឹងសង្គ្រាមផ្ទុះឡើងបាទចំពោះការវិភាគរបស់ខ្ញុំក្នុងថ្ងៃអាទិត្យហ្នឹងអាចនឹងមានសង្គ្រាមផ្ទុះឡើងបើសិនបើអ៊ីរ៉ង់គាត់មិនទទួលយកលក្ខខណ្ឌដែលបានមកពីអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកដែលកំណត់ឲ្យគាត់ធ្វើរឿងទាំងអស់ហ្នឹងបងប្អូនណាបាទអញ្ចឹងយើងចាំមើលទាំងអស់គ្នាដែលខ្ញុំចង់អាប់ដេតឲ្យបងប្អូនតាមដានប៉ុន្តែសួរថាចុះមានឥឡូវលោកគ្រូទិញបានអត់ដើម្បីបង្កើតនូវផលចំណេញទិញទៅបងប្អូនកុំទៅខ្វល់កុំទៅរងចាំអីទិញនៅតម្លៃបច្ចុប្បន្នឧទាហរណ៍ថា$6,080ក្នុងមួយតម្លឹងវាឡើងមកត្រឹមតែ$6,700ក្នុងមួយតម្លឹងវិញគោមួយតម្លឹងយើងចំណេញបាន$700ថា$600ចុះបាទ$600មួយគីឡូយើងចំណេញបានប្រហែលបាទខ្ទង់$10,000ជាងដែរក្នុង1គីឡូប៉ុន្តែមាសហ្នឹងខ្ញុំគិតថាបើសិនបើឡើងមកម្ដងទៀតបងប្អូនណាវាមិនមែនឡើងមកតម្លៃ high ចាស់នេះទេ$5,600ក្នុងមួយអោនឬក៏$6,800ក្នុងមួយតម្លឹងនេះទេកាលណាវាឡើងវានឹងបំបែកតម្លៃហ្នឹងឲ្យឡើងបន្តឡើងមួយលើកទៀតមួយអោនអាចដល់$6,000មួយតម្លឹងខ្ទង់$7,000ជាង$7,300 $7,400ក្នុងមួយតម្លឹងហ្នឹង
បាទ7,000បងប្អូនណាបាទគឺច្រើនថ្លៃជាងមុនទៅទៀតហ្នឹងតេតើងទៅលើទិសដៅហាងឆេងមាសចាំបានថាបងប្អូនសួរខ្ញុំតែងតែរីកមិនទិញយោងទៅតាមព័ត៌មានដោយសារថាមាសវាប្រែប្រួលទៅតាមព័ត៌មានភូមិសាស្ត្រនយោបាយហ្នឹងបងប្អូនបាទចាំបងប្អូនខ្ញុំមានប៉ុណ្្នឹងទេហើយមួយវិញទៀតបងប្អូននៅក្នុងថ្ងៃពុធទី11សប្តាហ៍ក្រោយនេះគឺខ្ញុំមានបើកវគ្គបង្រៀនវគ្គ2សម្រាប់បងប្អូនដែលធ្លាប់ចូលរួមរៀនវគ្គ1វគ្គ basic ទៅលើការជួញដូរហាងឆេងមាសអញ្ចឹងវគ្គ2វិភាគទៅលើព័ត៌មានវិភាគទៅលើ technical នៅក្នុងការជួញដូរហាងឆេងមាសតាមប្រព័ន្ធធនាគារនៅក្នុងទូរស័ព្ទដៃដូចខ្ញុំបានជម្រាបជូនបងប្អូនឬក៏កំពុងតែបង្ហាញហ្នឹងឲ្យមានឱកាសចំណេញជារៀងរាល់ថ្ងៃអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍ចង់ចូលរៀនអាចចុះឈ្មោះជាមួយនឹងខ្ញុំតាមរយៈលេខទូរស័ព្ទនិង link Telegram ដែលមាននៅក្នុង caption ខាងលើបងប្អូនអរគ្នាហើយមួយវិញទៀតបើសិនមកបងប្អូនចង់សួរហាងឆេងមាសនៅថ្ងៃចុងសប្តាហ៍ខ្ញុំស្គាល់ app មួយដែលខុសពី Meta Trader 5 និង Meta Trader 4ដែលវាតែងតែអត់ដើរនៅក្នុងថ្ងៃសៅរ៍និងថ្ងៃអាទិត្យទៅលើតម្លៃហាងឆេងមាសទាំងអស់នៅក្នុងនោះដូចជាហាងឆេងមាសក៏អត់ដើរដែរប៉ុន្តែខ្ញុំស្គាល់ app មួយទៀតដែលថ្ងៃសៅរ៍អាទិត្យក៏នៅតែតម្លៃហាងឆេងមាសមានការដើរដូចទៅនឹងថ្ងៃធម្មតាបាទដើរដូចទៅនឹងថ្ងៃធម្មតាអញ្ចឹងបើសិនមកបងប្អូនចង់ដឹងហាងឆេងមាសប្រែប្រួលតម្លៃប៉ុណ្ណានៅក្នុងថ្ងៃសៅរ៍អាទិត្យបងប្អូនឆាតមកសួរខ្ញុំ call មកសួរខ្ញុំដោយសារតែបងប្អូនយើងភាគច្រើនគាត់យកតម្លៃហាងឆេងមាសទៅកណនានៅក្នុងតម្លៃបិទចុងសប្តាហ៍ឧទាហរណ៍ថាថ្ងៃសុក្របិទនៅក្នុងម៉ោង5អីចោះឧទាហរណ៍ថាមួយអោន 4,800 គាត់អញ្ចឹងថ្ងៃសៅរ៍អាទិត្យគឺគាត់ជួញដូរនៅក្នុងតម្លៃនឹងយកទៅគិតកណនាលក់បាទប៉ុន្តែដោយសារអីហេតុអីដោយសារគាត់អត់ដឹងពីហាងអត់ស្គាល់ពី app ដែលមួយទៀតដែលតម្លៃហាងឆេងមាសវាដើរដែរនៅថ្ងៃសៅរ៍អាទិត្យហ្នឹងបាទឡើងចុះអីចឹងទៅបាទអញ្ចឹងគឺខ្ញុំស្គាល់ app ហ្នឹងហើយបងប្អូនចង់ដឹងពីហាងឆេងថ្ងៃសៅរ៍អាទិត្យអីក៏អាចឆាតមកសួរខ្ញុំបានបងប្អូនបាទឬក៏ call ហើយបងប្អូនមួយទៀតចង់បើកគណនីជួញដូរហាងឆេងមាសដើម្បីស្វែងរកផលចំណេញអីបង្កើតគណនីជួញដូរហ្នឹងដើមទុនត្រឹម$100ក៏ជួញដូរបានដែរមាសម្ដងមួយអោនបាទក៏សូមតាក់ទងមកខ្ញុំបើសិនបើបងប្អូនចាប់អារម្មណ៍ទៅលើការបើកគណនីជួញដូរបាទចាំបងប្អូននៅក្នុងថ្ងៃនេះខ្ញុំមានប៉ុណ្្នឹងទេដើម្បីអាប់ដេតព័ត៌មានសំខាន់ជូនដល់បងប្អូននៅក្នុងថ្ងៃស្អែកក៏សូមអរគុណនិងសូមជម្រាបលាផងដែរបាទ